បាទជំរាបសួរលោកពូបាទជំរាបសួរគ្រូបាទលោកពូមានឈ្មោះអីដែរលោកពូខ្ញុំឈ្មោះផិនផនបាទលោកពូមានអាយុប្រហែលហើយលោកពូខ្ញុំអាយុ62គ្រូបាទលោកពូចង់ដឹងថាពីមុនមកលោកពូមិនទាន់បានប្រើផលិតផលណាកូស៊ីនេះលោកពូមានបញ្ហាសុខភាពអាឡែស៊ីអីខ្លះដែរលោកពូខ្ញុំវាលមាស់ច្រមុះពីដំបូងមកលមាស់กระดาษលមាស់กระดาษអញ្ចឹងណាគ្រូហើយអត់ដឹងថាវាកើតដោះសាច់ច្រមុះអីអាឡែស៊ីអញ្ចឹងទេបាទដល់ពេលខ្ញុំទៅថតមើលពេទ្យគេថាដោះចិត្តហើយអូដោះសាច់ច្រមុះចិត្តបាទហើយដោះសាច់ច្រមុះហ្នឹងធ្វើទុកមិនខ្លះដែរលោកពូជួយប្រាប់គ្រូអត់បានដេកទេដកដង្ហើមមករួចយប់ឡើងអង្គុយកុកបាទអង្គុយមកដេកអត់បានទេបាទហើយធ្វើទុកមិនទៀតមានលមាស់ភ្នែកលមាស់តិចលមាស់ភ្នែកតិចលមាស់ឈឺក្បាលឈឺមកជាងបាទពេលអញ្ចឹងទៅក៏ខ្ញុំទិញថ្នាំហ្នឹងទៅវាអន់លែងមាស់ឡើយបាត់អស់ហើយអូបាត់អស់ហើយចុះមានធ្វើទុកដូចថាលៀកហ្នឹងមានធ្វើទុកឲ្យយើងហូរស្បោមកថ្លាអីហូរសរងមួយជូតរហូតណាបាទហូរស្រក់មកឯងហ្មងមិនបាច់ចាំយើងញើសទេណាបាទគាត់ណាថាវារៀងមាស់ជួលហូរមករូមកបាទរួចខ្លាបាទហើយដោះសាច់ច្រមុះហ្នឹងមានអាលៀកមានកទុះមានអីដែរលោកពូលៀកឈាមញើសមកឈាមគ្រូអូញើសមកឈាមហើយនឹងលាយខ្ទុះមកទៀតបាទអញ្ចឹងធ្វើទុកខ្លាំងហើយលោកពូខ្លាំងពើតក្នុងហ្នឹងពើតមកពើតខ្លាំងបាទជុះហូបរបស់ដូចថាគ្រឿងផ្អាប់របស់ត្រជាក់អីបានទេកាលយើងអត់ទាន់ប្រើប៉ះអត់បានទេប៉ះប្រតិកម្មមកចេះតែធ្វើទុកមិនពេលយើងហូបទៅធ្វើទុកវាឈឺអាចច្រមុះនឹងពើតហើយកដាស់ហើយតឹងច្រមុះហើមណែនចេះដែរបាទហើមណែនចេះតែម្ដងបាទហើយចុះលោកពូប្រើផលិតផលណាកូស៊ីនេះប្រហែលថ្ងៃទៅដឹងពីប្រសិទ្ធភាពបានប្រើយូរគ្រូប្រើមកកំប៉ុងចង់ដាច់នៅសល់20អស់25គ្រាប់សល់5គ្រាប់វាអត់ធូរគាត់ថាវាដូចតែវាអត់សូវពើតអីចឹងតិចណាបាទតែវាអត់បានធូរច្រមុះហ្នឹងទេបាទអញ្ចឹងប្រើអស់25គ្រាប់ដឹងធូរហើយលោកពូបាទវាគាត់ថាវាអត់សូវពើតបាទពេលខ្ញុំប្រើដាច់មកកំប៉ុងទៅខ្ញុំអត់បានទិញទៀតខាន3ថ្ងៃធ្វើទុកខ្លាំងក៏សម្រាប់ចាត់ទិញមកកំប៉ុងទៀតត្រូវបានបាត់ហ្នឹងអូប្រើអស់មកកំប៉ុងទៀតបានជាបាទអញ្ចឹងលោកពូបច្ចុប្បន្នហ្នឹងប្រើអស់2កំប៉ុងហើយអស់2កំប៉ុងបាទអញ្ចឹងលោកពូអស់2កំប៉ុងហ្នឹងលោកពូជួយបញ្ជាក់មើលជាទៅលើអីខ្លះដែរលោកពូវាជាវាបាត់ឈឺក្បាលបាត់អដៃភ្នែកហ្នឹងក៏អត់ស្វាងហើយអត់លមាស់ទៀតទេវាជាអីវ៉ាន់ហ្នឹងក៏មុនលមាស់ទៅឆ្កៀលអញ្ចឹងបាទឥឡូវហ្នឹងបាត់អស់ហើយអាច្រមុះហ្នឹងក៏លែងមានសបោមានហ៊ីមានតឹងអីចឹងណាអត់មានពើតអីបានថាខ្ញុំថាបាត់ហើយព្រោះឥឡូវអស់ឆ្នាំហ្នឹងតាំងពីយូរហើយកន្លះខែហើយបាទលែងរើមកវិញអញ្ចឹងអត់ទេអត់មានធ្វើទុកអីវិញផងបាទចុះអាសាច់ដុះសាច់អីហ្នឹងបាត់អស់ហ่ะបាត់ហើយបើវាអស់ទាំងអស់អីហើយចុះស្បោហើយនឹងថាមានឈាមមានអីហូរហ្នឹងលែងមានបាត់តាំងលេបកំប៉ុងទី1អូបាត់តាំងពីកំប៉ុងលេបទី1គាត់ថាវាអត់ទាន់បាត់តឹងអញ្ចឹងណាបាទហើយសុខភាពលោកពូហ្នឹងឈឺប្រហែលឆ្នាំហើយយីបើគិតទៅ10ឆ្នាំ20ឆ្នាំហើយដែរអូយូរហើយដែរយូរហើយវាកដាស់លមាស់ហើយអាភ្នែកហ្នឹងក៏លមាស់ខ្ញុំញីឡើងរបកភ្នែកអូរបកភ្នែកអញ្ចឹងធ្វើទុកខ្លាំងលោកពូខ្លាំងធ្វើទុកខ្លាំងបាទហើយទៅពិនិត្យគេពេទ្យគេថាមិនខ្លះដែរពេទ្យគេថាអាឡែស៊ីច្រមុះឲ្យដោះសាច់ឡើងចង់ចិត្តហើយសល់បន្តិចដល់អញ្ចឹងទៅក៏ខ្ញុំអត់លេបថ្នាំពេទ្យទេមើលទូរស័ព្ទហ្នឹងឃើញគាត់សភាលោកឲ្យសភាយាយមួយគាត់ចាស់ដែរគាត់ថាគាត់លេបបាត់ហើយថាបើមានបងប្អូនណាឈឺអញ្ចឹងលេបទៅក៏ខ្ញុំសម្រាប់ចិត្តទិញមកកំប៉ុងសាកមើលទៅបាទមកកំប៉ុងដំបងរៀងធូរលោកពូបាទដល់ដាក់កំប៉ុងទី2ជាតែម្ដងទី2ជាឥឡូវជាអស់មកកំប៉ុងទៀតជាអញ្ចឹងលោកពូជួយបញ្ជាក់បន្ថែមបន្តិចមើលថាអស់2កំប៉ុងលោកពូជាទៅលើអីឲ្យហូបទៅហូបរបស់ផ្អាប់របស់តិចអីរើវិញអត់ចឹងបាទហ្នឹងហើយខ្ញុំតាំងពីលេបថ្នាំហ្នឹងអស់2កំប៉ុងមករយៈពេលកន្លះខែខ្ញុំអត់មានរើមកវិញទេបាទហើយវាស្រួលដេកយប់អីអត់មានតឹងច្រមុះអត់មានហៀសបោក្បាលក៏លែងឈឺចឹងគ្រូបាទហ្នឹងហើយរឿងហូបរបស់ផ្អាប់អស់អីហ្នឹងខ្ញុំអត់ទាន់ហ៊ានហូបទេបាទតមសិនឲ្យជាដាច់សិនបាទអញ្ចឹងអរគុណច្រើនលោកពូអញ្ចឹងលោកពូមានពាក្យពេចន៍អីសម្រាប់ផ្ដាំផ្ញើទៅពុកម៉ែបងប្អូនណាដើម្បីឲ្យបានប្រើបានជាដោយលោកពូអញ្ចឹងណាបាទហ្នឹងហើយខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនណាដែលឈឺ
ơi lịa xì chỉ mò nâng đau sai chỉ mò đôi nhóm đấy xong rồi bong bột pra tham nâng tàu ơi lệp tàu đăng tại chia bộ nhóm lệp chia ấy vì cái phòng nâng បាទ đại chạy nhóm chư yếu ấy nhưng mà tập chư trăm bốn năm đây và chuyện đọc năm chiêng បាទ พว ចឹ ก ង វាសាកដាស់អាសាលមាស់ហ្នឹងពីស្បោហ្នឹងតែយើងអត់ចាប់អារម្មណ៍ បាទ បាទ ឥឡូវជាអស់ហើយ ជាអស់ហើយលែងអីហើយ យើងហូបអីក៏លែងធ្វើទុកដែរលោកពូ លែងហើយពីមុនអីលោកគ្រូដែលលក់ថ្នាំហ្នឹងអត់ឲ្យខ្ញុំហូបសាច់គោសាច់អីទេ បាទ ខ្លាចជាប្រតិកម្មតែថ្ងៃមុនខ្ញុំហូបអត់អីដែរ អូលែងអីហូបទៅលែងអី អត់មានធ្វើទុកអីទេ បាទបាទចឹងអរគុណច្រើនលោកពូសម្រាប់ការចែករំលែកណាលោកពូអរគុណច្រើន អរគុណគ្រូ